ជាទូទៅតាំងពីយើងដំឡើងមកការប្រើប្រាស់របស់យើងអឺមើលទៅឃើញមានភាពងាយស្រួលច្រើនដោយសារយើងអត់មានអីហៅថាការប្រើចោល function របស់វាណាងាយស្រួលប្រើទៅគ្រាន់តែយើងណែនាំទៅបុគ្គលិកដែលភាគច្រើននៅបុគ្គលិកនៅកន្លែងយើងគឺអត់សូវមានអ្នកដែលចេះអក្សរចេះអីច្រើនអញ្ចឹងយើងគ្រាន់តែបញ្យល់គាត់ពីសញ្ញាដែលយើងត្រូវឡើងត្រូវអីចឹងទៅគាត់វាងាយស្រួលបញ្យល់ប្រាប់តែយើងករណីមានដាច់ភ្លើងមានអីយើងគ្រាន់តែចុចទៅលើប៊ូតុងណាមួយនៅលើ screen របស់ចន្ទើនឹងចុះដល់ទីតាំងដែលសុវត្ថិភាពហ្នឹងអត់អីទេនិយាយរួមខាងជាងគឺគាត់ពេលដែលគាត់ត្រូវ moment ទៅហ្នឹងគឺគាត់ធ្វើការសម្អាតនិងថែទាំបានល្អទៅតាមអ្វីដែលខាងក្រុមហ៊ុនជារៀបចំមកហើយមួយទៀតគាត់ក៏បានផ្ដល់នៅដូចជាពេលខ្លះយើងមានការចម្ងល់ឬក៏មានអីចឹងទៅយើងបានឆាតសួរគាត់ក៏ឆ្លើយតបយើងទៅតាមអ្វីដែលជាបញ្ហាហ្នឹងដែរកាលហ្នឹងដោយសារការសាងសង់របស់យើងវាមានភាពងាយស្រួលព្រោះយើងអត់ត្រូវធ្វើការជាគ្រឹះធ្វើអីធំដុំអញ្ចឹងយើងវាងាយស្រួលហើយណាមួយពាក់ព័ន្ធមួយទីតាំងរបស់យើងដែរព្រោះទីតាំងរបស់យើងតម្រូវទៅលើកន្លែងដែលមានទីតាំងល្អហើយឧទាហរណ៍យើងអាចឡើងនៅក្នុងបានដោយសារការលោតដាក់អីវ៉ាន់អីចឹងទៅមានរថយន្តលើកដាក់អីវ៉ាន់អីចឹងទៅយើងមិនចង់ឲ្យមានប៉ះពាល់អីជាមួយនឹងភ្លៀងដូចជាអត់មានអីទេព្រោះយើងឆែកមើលទៅអត់មានសាច់ចូលអត់មានអីទេព្រោះយើងមានអស់ហើយណាមួយវាគ្រាន់តែដូចយើងដាក់បាំងស្បៃបាំងអីហ្នឹងដោយសារពេលថ្ងៃទៅក្តៅខ្លាំងប៉ុន្តែកន្លែងខាងខ្ញុំហ្នឹងយើងមានដាំជាផ្កាជាអីធ្វើជាអញ្ចឹងបាទហើយមួយក្នុងម៉ូដរបស់គេដូចយើងមានក្នុងប្លង់ design របស់ខាងអាគីហ្នឹងហើយ